ឡាការកំពូលប្រកាសបដិសេធការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោកអ៊ុំសំអានតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនៅព្រឹកថ្ងៃទី17ខែសីហានេះតុលាការកំពូលប្រកាសបដិសេធការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោកអ៊ុំសំអានតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិសារដីកានេះប្រកាសកំបាំងមុខលោកអ៊ុំសំអានតែចំពោះមុខមេធាវីលោកអ៊ុំសំអានត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបទញុះញង់ឲ្យមានការរើសអើងដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ2015រហូតដល់ថ្ងៃទី10ខែមេសាឆ្នាំ2016លោកត្រូវបានតុលាការសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសរសូមជម្រាបថាការប្រកាសនៅព្រឹកថ្ងៃនេះធ្វើឡើងបន្ទាប់ពីបើកសវនាការមួយព្រឹកនៅថ្ងៃទី10ខែសីហាឆ្នាំ2016កន្លងទៅហើយតុលាការកំពូលនឹងចេញសេចក្តីសម្រេចមួយលើសំណុំរឿងនៅក្រៅឃុំរបស់លោកអ៊ុំសំអាននៅថ្ងៃនេះដោយនៅពេលនេះតុលាការកំពូលបានបដិសេធហើយ